ដឹងថាសមត្ថកិច្ចមកពីណាបើកឡានដេញទាញលុយពីម្ចាស់គោយន្តដឹកឈើបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ម្នាក់បរិមម្នាក់បានស្លាប់នៅកន្លែងដោយសារតែចុះពីគោយន្តយកលុយទៅឲ្យម្ចាស់រថយន្តមួយគ្រឿងដែលអះអាងថាជាសមត្ថកិច្ចហេតុការណ៍នេះបានកាត់ឡើងកាលពីយប់ថ្ងៃទី5ខែមិថុនាឆ្នាំ2025នៅចំណុចភូមិពោនៅក្នុងឃុំក្បាលដំរីស្រុកអូក្រៀងសែនជ័យខេត្តក្រចេះបើតាមអ្នកភូមិបានឲ្យដឹងថានៅពេលជនរងគ្រោះកំពុងបើកគោយន្តកន្ត្រៃដឹកបង្គោលចន្លងម្រេចពេលយប់ក៏ស្រាប់តែលេចចេញរថយន្តមួយគ្រឿងម៉ាកកាមេរីបាឡែនពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2O9105 ឈប់ខាត់នៅលើផ្លូវដំបូងគេឃើញអ្នកបើកបររថយន្តស្លៀកពាក់ជាឯកសណ្ឋានកងកម្លាំងតែមិនដឹងសមត្ថកិច្ចខាងណានោះទេលុះពេលជនរងគ្រោះចោះទៅយកលុយក៏ស្រាប់តែត្រូវរថយន្តធុនធំមួយគ្រឿងបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្ដងរីឯរថយន្តសមត្ថកិច្ចនោះក៏រងការខូចខាតជំហៀងផងដែរតែម្ចាស់រត់គេចបាត់ស្រមោលនៅមិនទាន់ដឹងពីអត្តសញ្ញាណអ្នកគៀបទីលុយនោះទេដូច្នេះសូមសមត្ថកិច្ចជួយស្រាវជ្រាវផងថាតើសមត្ថកិច្ចនោះមកពីខាងណា